ផលប្រយោជន៍សុខភាពពីរយ៉ាងនៃសម្បកខ្ទឹមបារាំងសម្បកខ្ទឹមបារាំងដែលយើងបោះចោលអាចទទួលទានបានដែលមានសារជាតិដែលរាងកាយត្រូវការខាងក្រោមនេះគឺជាប្រយោជន៍សុខភាពពីរយ៉ាងនៃសម្បកខ្ទឹមបារាំងសម្បកខ្ទឹមបារាំងជាទូទៅត្រូវបានបោះចោលដោយមិនយកធ្វើជាអាហារយ៉ាងណាមិញមានសារធាតុសំខាន់នៅក្នុងសម្បកបន្លែប្រភេទនេះដែលរាងកាយត្រូវការយោងតាមអ្នកជំនាញផ្នែករបបអាហារខាងក្រោមគឺជាគុណប្រយោជន៍ពីរយ៉ាងដែលអ្នកអាចទទួលបានពីការទទួលទានសម្បកខ្ទឹមបារាំងមួយអាចផ្ដល់ជួយជំរុញដល់លទ្ធភាពប្រឆាំងអុកស៊ីតកម្មសម្បកខ្ទឹមបារាំងជាពិសេសខ្ទឹមបារាំងពណ៌ក្រហមសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មដែលជាសារជាតិជួយការពារមិនឲ្យកោសិការងការខូចខាតពីអាចបង្កើនជាតិសរសៃ fiber នៅក្នុងរបបអាហារអ្នកសម្បកខ្ទឹមបារាំងសម្បូរទៅដោយជាតិសរសៃជាងសាច់របស់វាការប្រើប្រាស់នៅក្នុងការចម្អិនគឺដាក់សម្បកចូលទៅក្នុងស៊ុបបន្លែឬស៊ុបមាន់ដើម្បីរំងាស់យ៉ាងណាមិញការទទួលទានសម្បកខ្ទឹមបារាំងច្រើនក៏មិនត្រូវបានណែនាំនោះដែរមួយវិញទៀតអ្នកជំនាញហាមប្រាមមិនឲ្យទទួលទានសម្បកដោយឆៅនោះទេពីព្រោះវាស្វិតនិងពិបាករំលាយអត្ថបទនេះដែរដកស្រង់ចេញពីថ្មីកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល